សិក្សាអំពីរូបមន្ត lower proper upper lower ជារូបមន្តបំលែងអក្សរពីផ្សេងទៅជាអក្សរតូចឧទាហរណ៍សាសៀវហរចឹងពេលយើងវាជាអក្សរចេះចឹងពេលយើងចូលរូបមន្តនឹងហើយវាទៅជាអក្សរតូចទាំងអស់គឺបាទសាសៀវហរតូចចឹងបើយើងវាយតូចទាំងអស់ចេះក៏វាមកតូចទាំងអស់ហើយបើយើងវាយអក្សរធំទាំងអស់ក៏វារត់មកតូចទាំងអស់ចឹងមានន័យថាបំលែងពីអក្សរផ្សេងមកតូចទាំងអស់តោះ syntax lower បើកវងកញ្ចក់តិចបិទវងកញ្ចក់តោះចឹងយើងមើលការអនុវត្តបាទអញ្ចឹងទី1គឺយើងបាទបង្កើត sheet មួយទៀតមករួច rename វាដាក់ឈ្មោះថាបាទ lower proper ដក clear មកវិញ upper តោះអញ្ចឹងយើងវាអញ្ចឹងរួចហើយគឺយើងវាទិន្នន័យនេះមកណាបន្តមកទៀតគឺយើងចាប់ផ្ដើមសេរូបមន្តទី1គឺយើងស្រេចលើ cell ឡើងមករួចវាបាទ lower បាទជាកនបាយ LOW មកចេញពាក្យ lower คลิกលើ2ដងមករួចស្រេចលើតិចហ្នឹងតែម្ដងរួច enter បាទអញ្ចឹងហើយយើងអូសយកតែម្ដងអញ្ចឹងយើងមើលគឺបំលែងទាំងអស់តួអក្សរចេះក៏មកចេះអក្សរចេះក៏មកចេះអក្សរបែបនេះក៏មកចេះបាទតោះអញ្ចឹងយើងមើលទី2 proper ជារូបមន្តបំលែងអក្សរពីផ្សេងទៅជាអក្សរធំនៅដើមពាក្យឧទាហរណ៍សាសៀវហរអញ្ចឹងទៅជាសានេះ S អក្សរធំ A តូចសៀវនេះ S ធំទៀតសក្រោយតូចតទៀតអញ្ចឹងមើលតទៀតឧទាហរណ៍ថាបាទសាសៀវហរតូចទាំងអស់ចេះអញ្ចឹងវាទៅជាសាសៀវហរអក្សរ S ធំដើមអញ្ចឹងអានេះក៏ធំដើមដែរអញ្ចឹងដូចគ្នាដែរខាងក្រោមតោះអញ្ចឹង syntax proper បើកវងកញ្ចក់តិចបិទវងកញ្ចក់បាទតោះអញ្ចឹងយើងមើលការអនុវត្តលើ Excel យើងអញ្ចឹងយើងមានទិន្នន័យនេះស្រាប់ហើយគឺយើងវា proper ចូលមកតោះអញ្ចឹងទី1ស្មើបាទ proper អញ្ចឹងគ្រាន់បើ pro មកឃើញចេញអានេះ proper คลิกលើនឹង2ដងរួចស្លេចលើតិចណែមនេះរួច enter រួចយើងអូសយកមកបាទអញ្ចឹងយើងមើលទាញវាទៅអញ្ចឹងគឺទិន្នន័យយើងបំលែងពីផ្សេងមកជារៀងអញ្ចឹងទាំងអស់តោះអញ្ចឹងមើលមួយទៀត upper ជារូបមន្តបំលែងអក្សរពីផ្សេងទៅជាអក្សរធំទាំងអស់ឧទាហរណ៍សាសៀវហរអញ្ចឹងក៏ទៅជាធំបាទទិន្នន័យបែបនេះក៏ទៅជាធំទាំងអស់ទិន្នន័យចេះក៏ធំទាំងអស់ដែរអញ្ចឹង syntax upper បើកវងកញ្ចក់ស្លេចលើតិចតោះអញ្ចឹងយើងមើលការអនុវត្តលើ Excel វិញបាទអញ្ចឹងយើងវាយពាក្យថា upper ចូលមកបាទអញ្ចឹងទី1ស្មើបាទ upper អញ្ចឹងគ្រាន់បើ up មកចេញពី upper คลิกលើ2ដងរួចស្លេចលើតិចហ្នឹងរួច enter បាទអញ្ចឹងយើងអូសយកមកតែម្ដងបាទអញ្ចឹងគឺទិន្នន័យឃើញវាបំលែងពីទិន្នន័យផ្សេងចេះឲ្យទៅជាអក្សរធំយ៉ាងទាំងអស់អញ្ចឹងយើងសិក្សាតែប៉ុណ្្នឹងឯង